សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro DM តែឥឡូវគឺខ្ញុំបានដូរឈ្មោះហើយអ្នកគ្នាគឺដាក់ឈ្មោះ Pro PT ម្ដងហើយថ្ងៃហ្នឹងខ្ញុំមកប្រាប់អ្នកគ្នាអំពី event ដែលគេត្រៀមនឹងចេញថ្មីនៅពេល update រួចអ្នកគ្នាវាមានទាំង event ចេញថ្មី event ថ្មីហើយនិង event ស៊េរីចាស់អ្នកគ្នាដែលវាចេញមកម្ដងទៀតហើយបើសិនជាអ្នកគ្នាចង់ដឹងថាវាចេញ event នឹងអ្វីខ្លះហើយវាចេញនៅពេលណាហើយ update នៅថ្ងៃណាកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយខ្ញុំនឹងប្រាប់អ្នកគ្នាតែម្ដងហើយកុំភ្លេចជួយចុច like ហើយនិង comment ឲ្យខ្ញុំម្នាក់មួយផងបើសិនជាស្គាល់ខ្ញុំនៅ channel មុនកុំភ្លេចចូលមក comment ឲ្យខ្ញុំម្នាក់មួយផងហើយកុំភ្លេចជួយចុច subscribe ឲ្យកាន់ខ្ញុំម្នាក់មួយផងអ្នកគ្នាដើម្បីទទួលបានចំណេះដឹងឬក៏វីដេអូថ្មីពីខ្ញុំជាបន្តទៀតអ្នកគ្នាអូខេហើយឥឡូវកុំឲ្យរងចាំពេលវេលាយូរខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថា event គេចេញនៅថ្ងៃណាហើយនេះគឺជា event ទី1អ្នកគ្នា event ទី1នេះគឺជា skin M6 ហើយនឹងជាមួយនឹង skin M14 អ្នកគ្នា skin ស្នប់វែងស៊េរីចាស់អ្នកគ្នាគឺគេចេញមកម្ដងទៀតជាមួយនឹង skin M6 នេះM6 ហ្នឹងគឺ M6 នេះជាមួយនឹង M6 ខ្លាអ្នកគ្នាខ្ញុំមិនច្បាស់ថា M6 ខ្លាទេគឺខ្ញុំដឹងថា M6 នេះអ្នកគ្នាជាមួយនឹង skin M14 ស៊េរីចាស់វាចេញមកពីរពណ៌ជាមួយនឹងពីរដើមហើយ M14 អូច្រឡំអ្នកគ្នា M6 ក៏វាចេញមកពីរដើមដែរវា M6 គឺវាស៊េរីចាស់ដែរអ្នកគ្នាអាចហៅថាស៊េរីចាស់ដែរដោយសារតែវាចេញយូរហើយអ្នកគ្នាហើយ M14 ក៏វាស៊េរីចាស់ដែរអានេះស៊េរីចាស់មួយទំហឹងតែម្ដងអ្នកគ្នាស៊េរីចាស់មែនតើអ្នកគ្នាគឺវាចេញមកពីរពណ៌វាចេញនៅថ្ងៃទី14អ្នកគ្នាសល់តែ2ថ្ងៃទៀតទេចេញហើយថ្ងៃនេះគឺជាថ្ងៃទី12គឺវាចេញមកឲ្យដូរគឺវាមាន skin ឲ្យដូរជាមួយនឹង skin ឆ្កែដែរអ្នកគ្នាស្នប់ឆ្កែហ្នឹងគឺវាឲ្យដូរអ្នកគ្នានេះគឺលយខ្លាំងមែនតើស្នប់ឆ្កែហ្នឹងកាលវាចេញមកដំបូងថ្លៃអ្នកគ្នាគឺកប់ស៊េរីខ្លាំងមែនតើវាមានកំភ្លើងឲ្យដូរទៀតហើយចំពោះអ្នកណាដែលរងចាំ skin ស៊េរីចាស់ដែលចេញមកគឺត្រូវហើយអ្នកគ្នាគឺវាចេញមកហើយសំពេចទុកឲ្យទៅគឺឲ្យតែមានលុយដឹងឲ្យបានអ្នកគ្នាហើយនេះគឺជា event ទី2អ្នកគ្នាគឺជា event AUG ជាមួយនឹងAWM អ្នកគ្នាគឺវាចេញមកឆាប់ហ្នឹងហើយអ្នកគ្នាគឺអត់ដឹងថាចេញថ្ងៃណាប្រកាសទេគឺដឹងតែត្រឹម update រួចគឺវានឹងចេញមកតែម្ដងអ្នកគ្នាគឺលយខ្លាំងមែនតើ AWM នេះគឺ level 1អ្នកគ្នាដូចជាចាប់ lucky ចេញមកមុនដំបូងអ្នកគ្នាគឺខ្ញុំអត់សូវដឹងទេជួយ comment ប្រាប់ខ្ញុំផងអ្នកគ្នាហើយជាមួយនឹង AUG ក៏ level 1ដែរអ្នកគ្នាគឺវាចេញមកកប់ស៊េរីខ្លាំងមែនតើអ្នកទាំងអស់គ្នាវាមានជាមួយនឹងពីរពណ៌ហើយវាចេញមកពីដើមអ្នកគ្នាគឺពីរពណ៌ខុសគ្នាទៀតគឺហើយយើងអាចដូរបានអ្នកគ្នាពេលចាប់ហើយគឺយើងអាចដូរបានហើយបន្ទាប់មកគឺជា event ទី3អ្នកគ្នា event ទី3នេះគឺអ្នកគ្នាប្រកាសជាឃើញបង Spider គាត់ពាក់ឲ្យអ្នកគ្នាគឺគេផ្ញើមកចំពោះអ្នកដែលមានអក្សរ V គឺគេផ្ញើមកមុនអ្នកគ្នាឈុតនេះគឺអាមខ្លាំងមែនតើគឺ streamer ទាំងអស់ដែលមានអក្សរ V គឺគេផ្ញើមកអស់ហើយអ្នកគ្នាដែលឃើញដូចជាបង Spider គាត់ពាក់អត់អ្នកគ្នាឈុតនេះគឺវាចេញមកនៅចន្លោះថ្ងៃទី20ជាមួយនឹងថ្ងៃទី22អ្នកគ្នាចន្លោះថ្ងៃទី20និងថ្ងៃទី22ហ្នឹងគឺវាអាចនឹងចេញមកនៅថ្ងៃណាមួយក្នុងថ្ងៃទាំងពីរហ្នឹងជាមួយនឹង event ទី4គឺជាឈុត4ពណ៌អ្នកគ្នាគឺអាមខ្លាំងមែនតើអ្នកគ្នាឈុតនេះគឺតាមខ្ញុំចំណាំបានគឺគេចេញនៅក្នុង training អ្នកគ្នាគេដូរ training គេដូរពី Elite Pass មកជា training អ្នកគ្នាគឺខ្ញុំអត់ដឹងថាគេហៅ training ឬក៏អ្វីផ្សេងទេអ្នកគ្នាដោយសារតែខ្ញុំអត់ស្គាល់ហើយអ្នកគ្នាកុំភ្លេចជួយ comment ប្រាប់ខ្ញុំអ្នកមួយផងឈុតនេះគឺអាមខ្លាំងមែនតើវាចេញមកទាំង4ពណ៌តែម្ដងគឺអ្នកគ្នាចាប់បានមួយណាក៏បានដែរអ្នកគ្នាហើយឈុតទាំង4ពណ៌ហ្នឹងគឺខ្ញុំមិនច្បាស់ថាវាចេញថ្ងៃណាទេអ្នកគ្នាប្រហែលជា update រួចគឺគេចេញមកហើយអ្នកគ្នាហើយចំពោះថ្ងៃដែលវា update គម្រប់ខួប8ឆ្នាំរបស់វាហ្នឹងគឺ update នៅថ្ងៃទី20អ្នកគ្នាគឺ update គម្រប់ខួប8ឆ្នាំរបស់គេអ្នកគ្នាគម្រប់ខួប8ឆ្នាំគឺវានឹងចេញ event អីមកច្រើនទៀតអ្នកគ្នាគឺ update នៅខែ8ថ្ងៃទី20អ្នកទាំងអស់គ្នាស្រាប់មិនទាន់អ្នកគ្នាយត់ច្រឡំហើយជាមួយនឹង event មួយទៀតគឺជា event ចេញថ្មីតែម្ដងអ្នកគ្នាគឺជា event ឈុតខ្លាអ្នកគ្នាឈុតខ្លាវាមកជាមួយនឹងឈុតខ្លាស្រីជាមួយនឹងឈុតខ្លាប្រុសអ្នកគ្នាជាមួយនឹង skin ក្របែកតកហើយជាមួយនឹង skin កំបិតអ្នកទាំងអស់គ្នាគឺអែមខ្លាំងមែនតើគឺឈុតខ្លានេះគឺស្តៀងនឹងឈុតកាហ្គូរ៉ាដែរអ្នកគ្នាសាហ្គូរ៉ាគឺឈុតពស់អ្នកគ្នាឈុតពស់ដែលវាចេញឲ្យចាប់ហ្នឹងអែមខ្លាំងមែនតើអ្នកគ្នាគឺវាចេញឆាប់ហ្នឹងហើយអ្នកគ្នាគឺខ្ញុំមិនដឹងថាវាចេញនៅថ្ងៃណាដែរទេប្រហែលជា update រួចហ្នឹងហើយអ្នកគ្នាគឺវានឹងចេញមកទៀតគឺវាចេញជាមួយនឹងឈុតធុងសាហួលអ្នកគ្នាឈុតហ្នឹងគឺជាឈុតរបស់ស្រីដែរទេប្រហែលខ្ញុំមើលទៅគឺជាឈុតស្រីអ្នកគ្នាគឺប្រហែលបានតែស្រីពាក់ទេគឺវាមានវាទៀតអ្នកគ្នាវគ្គនេះវានៅក្នុង custom អ្នកគ្នាអែមខ្លាំងមែនតើឈុតធុងសាហួលហ្នឹងបើវាចេញឲ្យប្រុសពាក់ប្រហែលជាអែមអ្នកគ្នាអ្នកគ្នាហើយកុំភ្លេចជួយ subscribe មកកាន់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំជាបន្តទៀតអ្នកគ្នា